ตอบมายังเคยทำปูพายจะใส่กอเรียงพอยได้ยังធ្វើការដាក់បន្លែចូលខ្ទឹមបារាំងដំឡូងយើងចូលតបមកយើងធ្វើការដាក់ខ្ទិះដូងចូលខ្ទិះដើមយើងចាយើងធ្វើការដាក់ចូលយើងដាក់ខ្ទិះដើមពាក់កណ្ដាលសិនយើងធ្វើការដាក់ឈាមយើងចូលឈាមមាន់យើងទុកខ្ទិះពាក់កណ្ដាលខ្ទិះដើមពាក់កណ្ដាលទៀតដាក់នៅពេលដែលយើងដាក់ទ្រាប់ចូលទៅយើងចាក់ចូលពេលពុះយើងអាចភ្លក់មើលនិងថែមគ្រឿងតាមចំណង់ចំណូលចិត្តយើងរៀងខ្លួនបន្ទាប់ពីពុះហើយយើងធ្វើការដាក់ទ្រាប់យើងចូលនិងធ្វើការដាក់ស្តៅដីបន្តមកទៀតយើងដាក់ខ្ទិះដូងចុងក្រោយទាំងអស់ចូលបន្លែហុយយើងធ្វើការបិទភ្លើងយើងអាចហូបបានសូមអរគុណដែលបានទស្សនាវីដេអូរបស់នាងខ្ញុំនឹងបង្ហាញអំពីបន្លែនិងនំប៉័ងនំបញ្ចុកសម្រាប់បងចង់ពិសាការីនេះជាមួយនំប៉័ងក៏បាននំបញ្ចុកក៏បានការីយើងឆ្អិនហើយយើងធ្វើការបិទភ្លើងចាបន្ទាប់មកការីយើងឆ្អិនហើយការយើងធ្វើការដួសញ៉ាំអូខេចាយើងញ៉ាំជាមួយនំបញ្ចុកក៏បាននំប៉័ងក៏បានអរគុណដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់